បានជាសត្វតោត្រូវបានដាក់ឈ្មោះឲ្យថាជាស្ដេចរបស់សត្វនៅក្នុងព្រៃទាំងមូលមានសត្វច្រើនណាសត្វឆាជាច្រើនប៉ុន្តែហេតុអីបានគេយកតែសត្វតោមួយមកនិយាយថាជាស្ដេចរបស់សត្វទាំងអស់នៅក្នុងព្រៃមិនក៏មិនទៅជាសត្វតមីទៅវាធំឬក៏សត្វពស់ហើយចឹងទៅឬក៏សត្វក្រពើទៅមិនបានជាតោមូលហេតុតែមួយគត់ដែលធ្វើឲ្យតោខ្លាយទៅជាស្ដេចរបស់សត្វនៅក្នុងព្រៃទាំងអស់ពីព្រោះតែសត្វតោមានអត្តចរិតមួយដែលសត្វទាំងអស់អត់មានទេសត្វតោជាសត្វមួយដែលគ្មានភាពភ័យខ្លាចសូម្បីតែបន្តិចអត់មានសោះតែម្ដងនៅពេលដែលសត្វតោឃើញសត្វទាំងអស់នៅជុំវិញខ្លួនណាសត្វតោមើលឃើញសត្វទាំងអស់គឺជាចំណីរបស់ខ្លួនសត្វតោជាធម្មតាកើតមកគឺអត់មានសេចក្តីភ័យខ្លាចទេអញ្ចឹងចំណុចនេះហើយដែលធ្វើឲ្យតោខ្លាយជាស្ដេចសត្វហើយនៅពេលដែលសត្វផ្សេងឃើញតោគឺខ្លាចហ្មងដោយសារតែអំណាចពីធម្មជាតិនៅក្នុងខ្លួនរបស់សត្វតោធ្វើឲ្យសត្វតោមានអំណាចតែម្ដងងាកត្រឡប់មកយើងវិញយើងអត់ចាំបាច់ត្រូវខ្លាចទៅជាបុគ្គលអស្ចារ្យអីធំដុំខ្លាំងទេក៏មិនចាំបាច់ហ៊ាននៃសាហាវពេកដែរតែត្រឹមតែរឿងខ្លះគ្រាន់តែការពារគ្រួសារឬក៏ការពារកិត្តិយសខ្លួនឯងយើងធ្វើអត់បានអានឹងយើងគួរតែនេះគិតតែគ្រាន់តែធ្វើជាមនុស្សម្នាក់ដែលមានភាពជឿជាក់ដើម្បីខ្លួនឯងល្អសោះធ្វើអត់បានយើងកុំប្រៀបថាយើងចង់ស្អីឲ្យណាស់ណាបាច់និយាយឯណាពីព្រោះមនុស្សកើតមកវាខុសគ្នាសុំត្រឹមរឿងទូចឯងសុំតែរឿងទូចឯងរឿងខ្លះយើងអត់ហ៊ានធ្វើយើងខ្លាចគេអត់ហ៊ានប្រឈមអត់មានភាពជឿជាក់លើខ្លួនឯងជួនកាលបើគ្រាន់សិស្សគ្រូឲ្យឡើងឈរអានក៏អត់ហ៊ានក៏អត់ហ៊ានអ្នកទៅធ្វើការគ្រាន់តែចូលទៅដាក់ CV ក៏ខ្លាចហើយទៅណាគេត្រូវការយើងទៅណាគេយកយើងបើយើងខ្លាចគ្រប់សពអញ្ចឹង